ธรรมជាតិស្រស់ស្រាយបងប្អូនអើយណែនេះជាការតឡងល្អហើយបងប្អូនឡើងត្រុកត្រុលតាមផ្លូវមិនអីអួតដូចគេទេបងប្អូនហើយពួកឯនៅជនបទមានតែកាប់អូកាប់អីថត់ប្រៃប្រឹក្សានឹងឯងបងប្អូនបើគេនៅទីក្រុងគេអួតនេះអួតនោះភោជនីយដ្ឋានអីចឹងណាដើរកន្លែងដើរកំសាន្តឡើងសប្បាយឡើងអីចឹងតែបើនាងខ្ញុំនៅជុកស្រែចំការអញ្ចឹងអត់មានអីបងប្អូនហើយមានតែថតទស្សនភាពជុកស្រែចំការកាប់អស់កាប់អីថតប្រៃប្រឹក្សានឹងឯងចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាចឹងណាហើយឥឡូវចាប់ផ្ដើមធ្លាក់ខ្យល់ពីជើងណាបងប្អូនតិចណាបងប្អូនហើយមិនថាយប់ថាថ្ងៃទេថ្ងៃក៏តិចយប់ក៏តិចជាពិសេសយប់មកបងប្អូនហើយផ្ទះខ្ញុំប៉ាំងស្អីទាំងតវទាំងជាងអញ្ចឹងតិចឡើងចង់ហឹមស្គៀមឯបងប្អូនអើយហើយផឹកឡើងតនេលេងចាននាងឆ្នាំងហើយមិនគួយកាប់អស់ទុកប្រមាណដុតអញ្ចឹងណាបងប្អូនយើងដុតខាងហ្គាសច្រើនពេកក៏យើងអត់មានលុយដែរព្រោះប្តីរឥឡូវថាបកាអត់សូវបានទេស្ងាត់ណាបងប្អូនហើយបេនឡានឥឡូវស្ងាត់ភ្នៀវមែនតែនអញ្ចឹងទៅមានកន្លែងណាដែលយើងកាត់បន្ថយថវិកាបានយើងអាចថាកាត់បន្ថយអញ្ចឹងណាបងប្អូនកាប់អស់កាប់អីទុកដុតដាំបាយដាំអីអញ្ចឹងទៅព្រោះយើងនៅស្រុកស្រែបើយើងប្រើហ្គាសប្រើអីដូចយើងនៅស្រុកផ្សារពេកក៏អត់កើតដែរអញ្ចឹងយើងត្រូវកាត់បន្ថយអ្វីដែលកាត់បន្ថយបានព្រោះថវិកាយើងនៅមានកំណត់ដែរបងប្អូនទៅចាយខ្ជាអត់ប្រយោជន៍ដូចមុនហ្នឹងចប់ហើយអំបិលផុងអីហូបបានឡើយហើយអស់ក៏វាច្រើនដែរបងប្អូនពេលខ្ញុំមកកាប់ព្រៃមុននឹងធ្វើផ្ទះហ្នឹងដល់ស្តុកស្ដំហ្មងអស់គ្រប់ត្រួលជុំកន្លងផ្ទះអញ្ចឹងតែបើយើងទុកវាពុកចោលអញ្ចឹងយើងស្ដាយបងប្អូនយើងប្រមូលកាប់វាកអញ្ចឹងទៅដាំបាយដាំទឹកក្តៅដាំអីចឹងណាយើងរួចបានមកគ្រាដែរបងប្អូនតែចក្រានលើមួយមកតំណត់ឆ្នាំងទៅយើងដាំបាយទៅគ្រាន់ណាវាពិបាកដល់ឆ្នាំងតិចឯងបងប្អូនហើយព្រោះយើងដុតអស់អញ្ចឹងវាឆ្នាំងវាមិនសូវស្អាតដូចយើងដុតហ្គាសទេហើយនឹងដាំបាយខ្ជុងទេខ្ជុងក៏មានលក់ដែរបងប្អូន1បី20000ជាងតែឥឡូវខ្ញុំអត់មានលុយទេបងប្អូនខ្ញុំដុតអស់សិនទៅចូលតាមដំណើរខានបញ្ចូលសម្លេងវីដេអូយូរបងប្អូនហើយពេលដែលបញ្ចូលទៅមកតោះនិយាយរឹងដាតមិនទេតាក់មុខតាក់ក្រោយនិយាយថយក្រោយថយមុខសូមអធិស្ឋានពុកម៉ែបងប្អូនដែលបានមើលវីដេអូរបស់នាងខ្ញុំបើសិនជាសម្លេងមិនល្អបញ្ចូលសម្លេងមិនព្រោះក្តីឬក៏ខុសឆ្គងកន្លែងណាក្តីសូមខន្តីតែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកហើយក៏សូមជូនពរពុកម៉ែបងប្អូនចិត្តដល់បងអ៊ំទុកណាជូនពរហេងនឹងអស់គ្នារកទទួលទានមាន